នៅឆ្នាំ1300 មុនគ្រិស្តសករាជព្រះចៅផារ៉ោនសេរីនឹងពួកអ្នកចំណិតរបស់គាត់មានកិច្ចប្រជុំដើម្បីពិភាក្សាអំពីការឈ្លានពានដែលនឹងមកដល់ព្រះចៅផារ៉ោនសូមឲ្យសង្ជាន់ខ្ពស់ប្រើអំណាចទូសទាយរបស់នាងដើម្បីមើលអនាគតហើយសង់សម្រាប់ទីមួយនៅលើទៅធ្វើពិធីដើម្បីប្រាស់រាយរាងរបស់វាទំនាយដែលបានមកពីការនេះបាននិយាយថាមនុស្សម្នាក់នឹងត្រូវបានជួយសង្គ្រោះក្នុងសង្គ្រាមហើយឆាប់ក្លាយជាអ្នកដឹកនាំវានឹងក្លាយជាឧត្តមសេនីយ៍ Mos ឬព្រះអង្គម្ចាស់ Ramses ព្រោះពួកគេជាអ្នកទទួលខុសត្រូវលើការវាយប្រហារតែនឹងទូរំលំពួក Hittites នៅ Kadesh បន្ទាប់ពីពិធីសេរីផ្ដោតដៅរបស់ព្រះអង្គម្ចាស់ដល់ Mos ហើយ Ramses ទទួល Mos ជាការរំលឹកពីភាពរបៀបរបស់ពួកគេនឹងការពីគ្នាទៅវិញទៅមកគ្រប់ការចំណាយបន្ទាប់មកបរិះវ័យក្មេងទាំងពីរចាក់ចេញទៅជួបកងទ័ពហើយ Ramses និង Mos ជិះរទេះផ្សេងគ្នាខណៈពេលដែលកងទ័ពដើរតាមពួកគេដោយស្មោះត្រង់នៅពេលទៅដល់ជិត Kadesh Ramses ពិភាក្សាយុទ្ធសាស្ត្រជាមួយមេបញ្ជាការហើយនិយាយពីជាឧត្តមសេនីយ៍នឹងការចែកចាយកម្លាំងទ័ពដើម្បីធានាថាពួកគេទទួលបានជ័យជំនះទន្ទឹមនឹងនេះសហគមន៍ Hittite ធ្វើទម្លាប់របស់ពួកគេជាកុសសម្ព័ន្ធដោយមិនរំខាននរណាម្នាក់រំពេចនោះទាហាន Hittite ដែលកំពុងភ័យស្លន់ស្លោម្នាក់ប្រញាប់ចូលទៅជាកុសសម្ព័ន្ធរបស់ទាហានអេស៊ីបដូច្នេះពួក Hittite រៀបចំព្រៀងនៅពេលដែលទាហានប្រមូលអាវុធនិងខែរបស់ពួកគេនៅពេលទៅដល់ជិតទឹកដី Hittite Ramses ផ្ដល់សញ្ញាដល់បុរសរបស់គាត់ឲ្យបើកការវាយប្រហារពួកគេបានព្រួយមកលើពួក Hittite ដើម្បីកំណត់គោលដៅស្រូវជាច្រើនក្នុងពេលតែមួយនេះសម្រាប់បុរសជាច្រើនក្នុងពេលតែមួយរលកមួយទៀតត្រូវបានបាញ់មុនពេលទាហានអេស៊ីបដល់ទៅមុខពុកជាមួយខែមនុស្សដែលបង្កើតឡើងដោយពួក Hittite ការប៉ះទង្គិចគ្នារវាងពួក Hittite និងពួក AC ខ្លាយជាការសាហាវយ៉ាងឆាប់រហ័សដោយសេចក្តីស្លាប់នឹងការស្រែកយំគ្រប់ទីជាអកុសល Ramses ធ្លាក់ពីលើទេរបស់គាត់នៅពេលវាបុកជាមួយទេដែលមកដល់ទាហាន Hittite ឆ្លៀតឱកាសនេះវាយប្រហារ Ramses ប៉ុន្តែ Mos ប្រើលំពេងដើម្បីជួយសង្គ្រោះមិត្តរបស់គាត់ពីសេចក្តីស្លាប់នៅពេលដែលសមរភូមិខ្លាយជាមិនអាចគ្រប់គ្រងបានហើយការបរាជ័យហាក់ដូចជាជិតមកដល់ Mos បញ្ជាឲ្យបុរសរបស់គាត់ដកថយហើយនាំ Ramses មកបន្ទាប់មក Mos រកឃើញនៅទេមួយទៀតហើយជិះវានៅពេលពួកគេបោះបង់ចោល Kadesh នៅតាមផ្លូវចេញពួកគេនៅតែទុកបុរសភាគច្រើនរបស់ពួកគេនៅប្រយុទ្ធប្រឆាំងនឹងពួក Hittites នៅពេលពួកគេមកដល់ Memphis ប្រជាជនស្វាគមន៍ពួកគេដោយការអបអរសាទរនៅពេលពួកគេត្រឡប់មកវិញរបស់ពួកគេសេចក្ដីឲ្យ Mos ឲ្យទទួលរបាយការណ៍អំពីសមរភូមិហើយខណៈពេលដែល Mos មិននិយាយការពិតទាំងស្រុងគាត់និយាយថាគាត់បានជួយសង្គ្រោះជីវិតរបស់ Ramses សេរីអរគុណ Mos ចំពោះទង្វើរបស់គាត់ហើយប្រាប់គាត់ថាគាត់មានសមត្ថភាពជាងក្នុងការធ្វើជាអ្នកដឹកនាំតល្អសម្រាប់ព្រះរាជាណាចក្រជាង Ramses បន្ទាប់មក សេរី Mos និង Ramses ស្ដាប់ការបង្រៀនដើម្បីស្វែងយល់បន្ថែមអំពីសត្រូវរបស់ពួកគេសេរីបញ្ឈប់អ្នកនិយាយហើយសូមឲ្យ Ramses បកស្រាយការបង្រៀនរបស់ Ramses គ្រាន់តែរកវិស្មាសង់ចូលមកហើយជូនដំណឹងដល់សេរីអំពីស្ថានភាពដោយនិយាយអំពីមនុស្សដែលត្រូវបានគេធ្វើជាទេសករនៅភេថមសេរីសម្រាប់ចិត្តបញ្ជូន Ramses ទៅភេថមដើម្បីជួបអ្នករាជទេសភិបាលនិងពិនិត្យមើលហេតុការណ៍នៅក្នុងតំបន់នោះគាត់ហាក់ស្ទាក់ស្ទើរចំពោះបញ្ជារបស់ឪពុកគាត់ប៉ុន្តែគាត់គ្មានជំរឿក្រៅពីគោរព Mos ទៅភេថមហើយសិក្សាស្ថានភាពរបស់មនុស្សដែលត្រូវបានគេធ្វើជាទេសករដោយសង្កេតមើលយ៉ាងជិតស្និទ្ធរបបគ្រប់គ្រងដែលអ្នករាជទេសភិបាលបានអនុវត្ត Mos មើលពីរបៀបដែលមនុស្សដែលត្រូវបានគេធ្វើជាទេសករធ្វើការក្នុងការសាងសង់ពីរ៉ាមីតនិងប្រាសាទដែលផ្ដល់ភាពសុខស្រួលដល់អ្នកគ្រប់គ្រងដើម្បីរក្សាស្មារតីរបស់គាត់ឲ្យខ្ពស់ក្នុងអំឡុងពេលបម្រើការនៅពេលជួបអ្នករាជទេសភិបាល Hijab Mos សួរអំពីការគ្រប់គ្រងរបស់គាត់ដោយមិនឃើញថាវាយុត្តិធម៌ Hijab ទាមទារកងទ័ពដើម្បីរក្សាសណ្ដាប់ធ្នាប់និងការគ្រប់គ្រងនៃទេសកររបស់គេយកព្រមប៉ុន្តែ Hijab គិតថាវាមានប្រសិទ្ធភាពឥតខ្ចោះ Mos អញ្ជើញ Hijab ឲ្យជួបមនុស្សពីចិត្តដើម្បីឲ្យគាត់បញ្ជាក់ទស្សនវិជ្ជារបស់គាត់ថាឈួតប៉ុន្តែ Hijab បដិសេធគំនិតនេះក្រោយមក Mos ដើរជុំវិញភេថមដើម្បីយល់កាន់តែច្បាស់អំពីស្ថានភាពរបស់ទេសករមើលពីការសាងសង់អ្វីឬធ្វើការយ៉ាងមុតបារអគារ Mos ក៏ឃើញបុរសម្នាក់ឈ្មោះ Joshua កំពុងត្រូវឆ្មាំវាយដំដូច្នេះគាត់ចូលទៅហើយបញ្ឈប់គាត់ពីការបដិសេធទោសដើម្បីប្រមូលព័ត៌មានបន្ថែម Mos សូមឲ្យបុរសរបស់គាត់ប្រមូលពួកអ្នកចាស់ទុំតែគាត់សង្ស័យថាអាចបង្កជាការបះបោរនៅពេលអនាគតខណៈពេលដែលគាត់និយាយជាមួយទេសករម្នាក់គាត់បានជួបនឹងជាអ្នកចាស់ទុំដែលគាត់មានការសន្ទនាទាក់ទងនឹងសាសនានិង Canaan Mos សូមឲ្យទាហានម្នាក់របស់គាត់ប្រមូលឈ្មោះអ្នកចាស់ទុំទាំងអស់ដោយគិតថាគាត់អាចរកឃើញថាពួកគេមានប្រយោជន៍នៅពេល Mos ចាក់ចេញគាត់ត្រូវបានចូលបញ្ឈប់ដើម្បីបញ្ជូនសារពីនាំសម្រាប់គាត់នៅផ្ទះអធិស្ឋាននៅពេលយប់បន្ទាប់ពីត្រឡប់ទៅវាំង Mos ប្រឈមមុខនឹង Hijab លើសារភាពគ្រប់គ្រងរបស់គាត់ដោយទាមទារឲ្យពិនិត្យមើលកម្រិតការរំលោភច្បាប់ដែលគាត់បានអនុវត្តដោយមានភាពតឹងរ៉ឹងនិងស្មោះត្រង់ Mos ប្រាប់ Hijab ឲ្យបញ្ឈប់ការរស់នៅនិងប្រព្រឹត្តដូចជាដោយរំលឹកគាត់ថាគាត់មិនមែនជាសាច់នៅពេលល្ងាច Mos ចាក់ចេញទៅជួបអ្នកចាស់ទុំនៅផ្ទះអធិស្ឋាន Non សួរគាត់ថាតើគាត់អាចបញ្ជូនឆ្មាំរបស់គាត់នៅខាងក្រៅមុនពេលគាត់ចាប់ផ្ដើមនិទានទំនាយរបស់ពួក Hyper ដោយបញ្យល់ដល់ Mos អំពីប្រវត្តិដើមកំណើតរបស់ Mos គឺជាកូនរបស់ឪពុកម្ដាយ Hyper ប៉ុន្តែបងស្រីរបស់គាត់បានបញ្ជូនគាត់ទៅដោយសារតែពេលវេលានៃកំណើតរបស់គាត់មានការសម្លាប់រង្គាលកូនប្រុសជនជាតិយូដាដែលកំពុងបន្ត Mos ខឹងនៅពេលរឿងរបស់ Non ហើយសម្រាប់ចិត្តចាក់ចេញ Non ព្យាយាមបញ្ឈប់គាត់ដូច្នេះ Mos បញ្ជាឲ្យអ្នកចាស់ទុំផ្សេងទៀតចាក់ចេញដើម្បីបញ្ចប់ការស្ដាប់រឿងគាត់បន្តនិទានពីរបៀបដែល Mos បានទៅដល់ទឹកដី Memphis ហើយបានក្លាយជាផ្នែកជាមួយប្រាសាទរាជវង្សដូច្នេះគាត់ត្រូវបានចិញ្ចឹមដោយបុត្រីរបស់ព្រះចៅផារ៉ោន Mos នៅតែមិនជឿ Non ហើយចាក់ចេញពីកន្លែងនោះដោយមានអារម្មណ៍ខឹងប៉ុន្តែក៏ច្របូកច្របល់អំពីអត្តសញ្ញាណរបស់គាត់នៅតាមផ្លូវចេញចាត់កម្មពីផ្ទះអធិស្ឋានហើយគាត់ថាជាជនគាត់ដូច្នេះ Mos ប្រយុទ្ធពួកគេហើយចាក់ពួកគេភ្លាមទន្ទឹមនឹងនេះជនជាតិ Hyper ពីរនាក់បានស្ដាប់រឿងទាំងមូលហើយរាយការណ៍ពីអ្វីដែលពួកគេបានឮទៅ Hijab ត្រឡប់ទៅ Memphis Mos ភ្ញាក់ឲ្យពេលឃើញព្រះចៅផារ៉ោនត្រូវបានគ្រូពេទ្យរបស់គាត់ទោះបីជាមានជំងឺបច្ចុប្បន្នក៏ដោយសេរីបញ្ជា Mos ឲ្យបញ្ជូនរបាយការណ៍របស់គាត់ទាក់ទងនឹងភេថម Mos បង្ហាញរបបទេសករដ៏អាក្រក់របស់ Hijab ប៉ុន្តែសេរីអាចប្រាប់បានថា Mos បានរកឃើញអ្វីមួយបន្ថែមទៀតដែលនៅតែរំខានគាត់ទោះយ៉ាងណា Mos មិនដែលចែករំលែកការពិតប៉ុន្មានថ្ងៃក្រោយមកសេរីទទួលមរណភាពហើយអ្នកស្នងតំណែងរបស់គាត់ដើម្បីបញ្ជូនសាកសមរបស់ឪពុកគាត់បន្ទាប់មក Ramses ឡើងក្រុមរាជបល្ល័ង្ករបស់ឪពុកគាត់ពេលក្រោយខណៈពេលដែល Ramses នឹង
Moss នៅជាមួយគ្នាទីផ្សាររបស់ Stage ពីចាប់មកដល់ជាមួយសារសំខាន់មួយប៉ុន្តែដំបូងគាត់សុំភាពឯកជន Rance សុំឲ្យអ្នករាល់គ្នាចាក់ចេញពីបន្ទប់ហើយ Hijab បន្តពន្យល់ពីមរតកពិតរបស់ Moss បន្ទាប់ពី Hijab ចាក់ចេញ Rance និង Moss មានការប្រជុំមុខដាក់គ្នាអំពីអាសន្នរបស់ Moss បានហៅបុត្រីរបស់ Cedric ឈ្មោះ Bethia និងប្អូនស្រីបង្កើតរបស់ Moss ឈ្មោះ Miriam ដើម្បីសុំរឿងពេញលេងប៉ុន្តែពួកគេទាំងពីររក្សាអាកំបាំងហើយស្គាល់ថា Moss ជាកូនរបស់ Bethia Rance គំរាមធ្វើបាប Miriam ប្រសិនបើ Moss នៅតែបន្ត Moss ចោះចាញ់ហើយទីបំផុតសារភាពតែគាត់ត្រូវបានបញ្ជូនទៅពន្ធនាគារព្រះមហាក្សត្រយានីណែនាំ Rance ឲ្យសម្លាប់ Moss ប៉ុន្តែ Rance នៅតែមានការសង្ស័យហើយបញ្ជូន Moss ទៅនិរទេសវិញនៅតាមផ្លូវចេញ Moss អង្គឆ្មាំឲ្យអនុញ្ញាតឲ្យគាត់និយាយជាមួយ Miriam លើពួកគេនៅម្នាក់ឯង Miriam ទីបំផុតទទួលស្គាល់រឿងថាពិតហើយផ្ដោតខ្សែនាងបានដកចេញពីដៃរបស់គាត់នៅពេលគាត់នៅក្មេងដើម្បីការពារគាត់សម្រាប់ថ្ងៃបន្ទាប់ Moss ព្យាយាមលួចរៀនមានជីវិតនៅវាលខ្សាច់ដោយសារនៅក្នុងកម្ដៅដែលរលាយនៅទីបំផុតគាត់រកឃើញដៅរបស់គាត់ដែលលាក់នៅលើក្នុងសេះប៉ុន្តែនៅពេលសេះស្លាប់ Moss គ្មានជំរឿក្រៅពីបញ្ឈប់ការបង្វេងរបស់គាត់ដើម្បីសម្រេចថាត្រូវបន្តយ៉ាងណាខណៈពេលដែលគាត់កំពុងសម្រាកស្ត្រីពីរអ្នកឆ្លងកាត់ហើយសម្រេចចិត្តពីប្រហារពួកគេព្យាយាមសម្លាប់គាត់ដោយដៅរបស់ពួកគេប៉ុន្តែ Moss នៅតែជាអ្នកចម្បាំងដ៏ល្អបំផុតនៅក្នុងទឹកដីហើយយកឈ្នះពួកគេទាំងពីរដោយយកសេះនិងសម្ភារៈរបស់ស្រូវ Moss បន្តដំណើររបស់គាត់ដោយធ្វើដំណើរឆ្លងកាត់វាលខ្សាច់រហូតដល់គាត់ទៅដល់សមុទ្រក្រហមគាត់ក៏សម្គាល់ឃើញក្រុមស្ត្រីកំពុងទាញទឹកតែត្រូវបានរុញចេញដោយក្រុមអ្នកកង្វល់ពេដោយទាមទារទឹកឲ្យពួកគេមុន Moss ចូលមកហើយបង្ហាញពួកគេដៅរបស់គាត់ធ្វើឲ្យបរិសុទ្ធទាំងនោះដកថយហើយបញ្ជូនពេលរបស់ពួកគេចេញពីម៉ាស៊ីនបូមទឹកSephora អរគុណយ៉ាងខ្លាំងចំពោះជំនួយរបស់គាត់ជា Moss ទៅកាន់សហគមន៍របស់ពួកគេដើម្បីញ៉ាំនិងសម្រាប់ Moss សួរសំណួរបន្ថែមប៉ុន្តែគាត់មិនចែករំលែករឿងឬបញ្ហារបស់គាត់ទេដើម្បីសុវត្ថិភាពដំបូង Moss មានបំណងស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះប៉ុន្តែពេលគាត់ស្នាក់នៅទីនោះយូរគាត់កាន់តែចូលចិត្តវានៅទីបំផុត Moss ក៏ខ្លាចជាអ្នកកង្វល់ដែរហើយគាត់និង Sephora មានទំនាក់ទំនងស្នេហាដែលនាំឲ្យមានអាពាហ៍ពិពាហ៍9ឆ្នាំក្រោយមក Rance បញ្ជាឲ្យបុរសរបស់គាត់សាងសង់ផ្នូររបស់គាត់នៅក្នុងវាំងហើយគេស្គាល់រាប់រយនាក់ត្រូវបាននាំមក Memphis សម្រាប់កិច្ចការនេះ Rance ទាមទារឲ្យមនុស្សនេះត្រូវបានធ្វើឲ្យបានលឿនតាមដែលអាចធ្វើតែលឿនបែបនេះអាចបង្កទន្ទឹមនឹងនេះ Moss លេងជាមួយកូនប្រុសរបស់គាត់ Gershom ហើយពួកគេពិភាក្សាអំពីរឿងព្រេងនៃភ្នំរបស់ព្រះ Moss មិនដែលជឿលើអ្វីជំនឿបែបនេះទេដែលធ្វើឲ្យក្មេងនោះយល់ច្រឡំព្រោះគ្រួសារដែលនៅសល់មានភាពស្មោះត្រង់ចំពោះព្រះរបស់ពួកគេក្រោយមក Gershom ប្រាប់ Sephora អំពីការអះអាងរបស់ដែលធ្វើឲ្យមានប្រជុំមុខនឹង Moss ដើម្បីពិភាក្សាអំពីការអប់រំរបស់កូនពួកគេនៅពេលគាត់ចេញទៅក្រៅជាមួយហ្វុងជាមភ្លៀងធ្លាក់យ៉ាងខ្លាំងប៉ុន្តែ Moss នៅតែដើរតាមជាមសូម្បីតែពេលទឹកនឹងភក់ធ្វើឲ្យពិបាកឡើងជាមឡើងទៅលើភ្នំដែលហាមឃាត់ឲ្យ Moss តាមទាន់ពួកវារំពេចនោះការបាក់ដីកើតឡើងការធ្លាក់នៃភក់នឹងធ្ងន់ Moss ទៅលើដីហើយគាត់បាត់បង់ស្មារតីមិនយូរប៉ុន្មានម៉ោងក្រោយមក Moss ញាក់ឡើងហើយរកឃើញខ្លួនគាត់ក្នុងភក់រំពេចនោះគាត់ទៅនរណាម្នាក់ហើយឈ្មោះគាត់ហើយគាត់សម្គាល់ឃើញអណ្ដាតក្នុងចេញនៅជំនាញពី3ម៉ែត្រពីគាត់បន្ទាប់មកក្មេងម្នាក់ឈ្មោះ Malik លេចឡើងហើយខណៈពេលគាត់ធ្វើគំនោតមកគាត់រំលឹក Moss ថាគាត់ជាឧត្តមសេនីយ៍គាត់សូមឲ្យគាត់ខ្លាចជាអ្នកដឹកនាំម្ដងទៀតហើយនៅមានបញ្ហាបន្ទាប់ពីក្មេងប្រុសបាត់ខ្លួន Moss ត្រូវបានដេលេតពេលក្រោយ Moss ញាក់ពីដំណេកនៅផ្ទះបន្ទាប់ពីត្រូវបាន Sephora កំពុងថែទាំរបួសនឹងជើងបាក់របស់គាត់ Moss ប្រាប់នាងពីអ្វីដែលគាត់បានឃើញនៅលើភ្នំដោយជឿថាវាជាសារពីព្រះ Sephora បញ្ជាគាត់ហើយនិយាយថាវាជាឥទ្ធិពលនៃការផុសរបស់ខ្លួនរបស់គាត់គ្មានជំនឿក្រៅពីប្រាប់នាងនៅការពិតទាំងស្រុងអំពីអតីតកាលរបស់គាត់ Sephora នៅតែគិតថាវាជាការជិះចាប់កំពុងនិយាយហើយប្រាប់គាត់ឲ្យសម្រាប់នៅពេល Moss ជាសះស្បើយហើយព្យាយាមចំណាយពេលជាមួយ Gershom គាត់កំពុងធ្វើគំនោតថ្មដូចគ្នាដែលគាត់បានឃើញនៅលើភ្នំហើយរំពេចនោះក្មេងនោះទទួលបានមុខរបស់ហើយដឹងថាជោគវាសនារបស់គាត់នឹងមិនដែលទុកគាត់ឲ្យនៅម្នាក់ឯង Moss ទីបំផុតទទួលយកការពិតដែលថាគាត់ត្រូវត្រឡប់ទៅ Memphis បន្ទាប់ពីរៀបចំសេះនឹងដៅរបស់គាត់ Moss សុំការអនុញ្ញាតពី Gershom និង Sephora ប៉ុន្តែពួកគេទាំងពីរខឹងនឹងការសម្រេចចិត្តរបស់គាត់ដោយមានអារម្មណ៍ថាពួកគេត្រូវបានគេបោះបង់នៅពេល Moss មកដល់ទីក្រុងគាត់ឃើញទីសកលត្រូវបានដុតទាំងថ្ងៃទាំងយប់គាត់រកមើលពេលអធិស្ឋានហើយរកឃើញនាំ Joshua និងក្រុមមនុស្សដែលហាក់ជាសាច់ញាតិរបស់គាត់រួមទាំងប្អូនប្រុសរបស់គាត់ទន្ទឹមនឹងនេះ Francis ញាក់ឡើងនៅពាក់កណ្ដាលអធិបដោយមានអារម្មណ៍មិនស្ងប់គាត់ពិនិត្យមើលប្រពន្ធនិងកូនប្រុសរបស់គាត់មុនពេលដែល Moss ធាក់ចាប់គាត់ហើយទាមទារឲ្យគាត់ដោះលែងទីសកលបានមិនដូចនេះថាគាត់ត្រូវបានបញ្ជូនដោយព្រះមន្ត្រីចាក់ចេញថ្ងៃបន្ទាប់ Francis ប្រកាសថា Moss បានបាត់បង់ស្មារតីហើយបញ្ជាឲ្យរបស់គាត់សម្លាប់ Moss បាននិយាយថាគាត់មិននៅទីនេះសម្រាប់តែ Francis នៅតែមានអារម្មណ៍ថាត្រូវបានគំរាមកំហែងដោយកងទ័ព AC ទាំងមូលវាប្រហារទីក្រុងដើម្បីស្វែងរកអ្នករាល់គ្នាការពារគាត់ហើយពួកគេមិនប្រាប់គេហ៊ានថា Moss នៅឯណាទន្ទឹមនឹងនេះ Moss និងគ្រួសាររបស់គាត់លាក់ខ្លួននៅក្រោមដីដើម្បីសុវត្ថិភាពដោយមានការខកចិត្តចំពោះការខ្វះសុវត្ថិភាព Francis ជឿលើសម្រាប់គ្រួសារ Harrow ដោយចៃដន្យរហូតដល់ Moss បង្ហាញខ្លួនចលនានេះទីបំផុតបញ្ចុះបញ្ចូលទីសកលជាមួយកងទ័ពដែលនឹងប្រយុទ្ធប្រឆាំងនឹង Francis និងទីរៀងរាល់ថ្ងៃទីសកលធ្វើការយ៉ាងលំបាកដើម្បីធ្វើអាវុធនិងតែពួកគេក៏ត្រូវមើលពីរបៀបដែលគ្រួសារកាន់តែច្រើនត្រូវបានសម្លាប់ Moss បណ្ដុះបណ្ដាលអ្នករាល់គ្នាលើការប្រយុទ្ធការបាញ់ធ្នូការជិះសេះនិងយុទ្ធសាស្ត្រប្រយុទ្ធដូចនេះពួកគេត្រៀមខ្លួនសម្រាប់អ្វីដែល Francis អាចបោះមកលើពួកគេចលនាដំបូងរបស់ពួកគេគឺលុបបំបាត់ធនធានដែលពួកគេសម្រេចបានដោយការចាក់ប្រេងនៅជុំវិញតំបន់ដើម្បីបង្កើតអគ្គិភ័យនៅពេលដែលផ្នែកខ្លះនៃទីក្រុងឆេះពួក Harrow ឆ្លៀតឱកាសវាយប្រហារ AC ដោយដុតទូករបស់ពួកគេជាអកុសល Francis សងសឹកដោយបញ្ជូនទាហានរបស់គាត់ទៅដុតពេលក្រោយ Moss និយាយជាមួយ Malik ដើម្បីពិភាក្សាអំពីការធ្វើអ្វីកំពុងដំណើរការយឺតពេកដូច្នេះគាត់ប្រាប់ Moss ឲ្យសម្រាប់ខណៈពេលគាត់ធ្វើសកម្មភាពក្នុង10គ្រូកាច់មិនយូរប៉ុន្មានធម្មជាតិបែបប្រឆាំងនឹង AC សឹករពើវាយប្រហារទូក AC ហើយទន្លេនីលប្រែជាពណ៌ក្រហមឈាមតែសម្រាប់ត្រីនិងរុក្ខជាតិទាំងអស់គ្រូកាច់ទី2គឺសឹកកង្កែបរាប់រយភ្លាមចូលកាន់កាប់ទីពិសេសវាំងទី3គឺការឈាមពានរបស់សត្វរុយនិងមូសដែលនាំក្លិនអាក្រក់និងធ្វើឲ្យវៃខ្វក់មិននិយាយពីការវាយប្រហារលើអាហារគ្រូកាច់ទី4បំពេញទីក្រុងដោយសត្វរុយដែលនាំជំងឺស្បែកដល់ប្រជាពលរដ្ឋហើយថែមទាំងចាប់ផ្ដើមប៉ះពាល់ដល់ Francis វាក៏សម្រាប់ដំណាំផងដែរពួក Harrow ផ្ញើសារទៅ Francis ដោយនិយាយថាគាត់ត្រូវតែដោះលែងពួកគេបើមិនដូច្នេះកាន់តែអាក្រក់ទោះយ៉ាងណានេះគ្រាន់តែធ្វើឲ្យ Francis ខឹងហើយគាត់ធ្វើឲ្យទីសកលធ្វើការកាន់តែច្រើន Moss ព្យាយាមនិយាយជាមួយព្រះដោយឆ្ងល់ថាអ្នកណាពិតប្រាកដកំពុងត្រូវប្រតិទោសដើម្បីចាំថាទីសកលគ្រូកាច់បន្ទាប់គឺជំងឺបេះសត្វចិញ្ចឹមដែលចាប់ផ្ដើមសម្រាប់សត្វធំដូចជាគោតែផ្ដល់ទឹកដោះនិងសេះរីកភាពអត់ឃ្លានខ្លាចជាបញ្ហាធ្ងន់ធ្ងរបំផុតប៉ុន្តែ Francis នៅតែបន្តសម្រាប់ជនជាតិ Harrow ការប្រតិទោសគ្រូកាច់មួយទៀតគឺការលេចឡើងនៃដំបៅនៅលើស្បែកគ្រប់គ្នាគ្រូកាច់ទី7គឺព្យុះកូរ៉ូទេសដែលថែមទាំងនាំជួសសង្គ្រាមមុខចិត្តតំបន់ Moss មានអារម្មណ៍ខកចិត្តចំពោះព្រះនិងជំនឿរបស់គាត់ប៉ុន្តែ Malik នៅឆ្ងាយពីការបាត់ខ្លួនគ្រូកាច់ទី8បញ្ជូនកណ្ដុំមួយហ្វូងដែលគ្របដណ្ដប់ទីក្រុងទាំងមូលនិងបំផ្លាញដំណាំដែលសាររបស់ Francis រមានគាត់ថាមនុស្សកំពុងអត់ប៉ុន្តែ Francis បដិសេធមិនចែករំលែកស្បៀងអាហាររបស់គាត់ប្រជាពលរដ្ឋព្យាយាមចូលប្រាសាទដើម្បីលួចអាហារប៉ុន្តែ Francis បញ្ជូនទាហានរបស់គាត់ទៅសម្លាប់ពួកគេក្នុងការសម្លាប់រង្គាលដ៏គួរឲ្យភ័យខ្លាចជំនួយការរីកចម្រើនរបស់ Francis ចាប់ផ្ដើមបែបប្រឆាំងនឹងគាត់ហើយចាក់ចេញពីប្រាសាទបន្ទាប់មករន្ទះបាញ់មកទីក្រុងហើយទុកវាក្នុងភាពងឹតដែលជា
គ្រូកាយទី9ដោយអស់សង្ឃឹម Rancer អធិដ្ឋានដល់ព្រះរបស់គាត់ហើយប្រជែងនឹងព្រះរបស់ Mos សម្រាប់កូនជនជាតិ Hyper គ្រប់រូបទន្ទឹមនឹងនេះ Mos ជួបជាមួយ Malek ដោយទាមទារឲ្យវេចឈប់រួមជនជាតិ Hyper កំពុងរងទុក្ខផងដែរ Malek បដិសេធព្រោះស្រែកតែគិតថាខ្លួនឯងជាព្រះសូមនឹងទទួលទណ្ឌកម្មបន្ទាប់មក Malek ប្រាប់ Mos ឲ្យចែករំលែកលំនឹងរបស់គាត់សម្រាប់គ្រូកាយទី10តែ Mos អប់យ៉ាងខ្លាំងនៅពេលដែលគ្រូកាយនៃភាពងឹតបាត់ទៅ Mos ត្រូវវងរបស់ Rancer ដើម្បីជូនដំណឹងគាត់ថាប្រសិនបើគាត់មិនអនុញ្ញាតឲ្យគេស្គាល់ចាស់វិញដែលនឹងកើតឡើងចំពោះកូនរបស់គាត់បន្ទាប់មក Mos ទៅជួបសម្ព័ន្ធមិត្តរបស់គាត់ហើយបញ្ជាពួកគេរបស់គេដល់ដើម្បីសុខភាពនេះនឹងរក្សាពួកគេឲ្យមានសុខភាពពីគ្រូកាយទី10ជនជាតិ Hyper ធ្វើដូច Mos និយាយហើយចូលគេតែ Rancer ហើយអង្គុយក្បែរកូនប្រុសរបស់គាត់ពេញមួយយប់នៅពេលកណ្ដាលអាភាពងឹតអាកំបាំងគ្រប់ដណ្ដប់ហើយក្រុមមួយកូន AC គ្រប់រូបបន្តិចម្ដងបាត់បង់ដង្ហើមនៅពេលវាឆ្លងកាត់រាងកាយរបស់ពួកគេ Rancer ពិនិត្យមើលកូនប្រុសរបស់គាត់ហើយសោកសៅយ៉ាងខ្លាំងពេលឃើញគាត់ស្លាប់ដែរថ្ងៃបន្ទាប់ Rancer នឹងទាហានរបស់គាត់ទៅរក Mos ដើម្បីឲ្យ Mos សម្រាប់គាត់ហើយ Mos ទោះយ៉ាងណា Mos ប្រាប់គាត់ថាគ្មានកូនជនជាតិ Hyper ថាគាត់នៅខាងព្រះត្រឹមត្រូវ Rancer ដែលខំយ៉ាងខ្លាំងបដិសេធមិនទទួលយករឿងនេះហើយបណ្ដេញជនជាតិ Hyper ទាំងអស់ចេញពី AC ខណៈពេលដែលសហគមន៍ Hyper ទីបំផុតចាក់ចេញពី Rancer និងប្រពន្ធរបស់គាត់និយាយលាកូនប្រុសរបស់គាត់ទុកសោករបស់គាត់ធ្វើឲ្យគាត់សម្រេចចិត្តថាគាត់នឹងដាក់ជនជាតិ Hyper ហើយសម្រាប់ពួកគេទាំងអស់ដើម្បីសន្តិនឹងនេះ Mos ដឹកនាំជនជាតិ Hyper ឆ្លងកាត់ខ្សែក្នុងទីដល់នៃសមុទ្រក្រហមប្រជាជនអស់កម្លាំងប៉ុន្តែ Mos រុញពួកគេឲ្យដល់រូបពួកគេនឹងមិនមានឆ្លងកាត់សមុទ្រនៅពេលពួកគេថា Rancer និងបុរសរបស់គាត់កំពុងតាមឆ្លងកាត់តំបន់ខ្ពង់រាបដើម្បីបញ្ឈប់ប្រទេសសេពីការដើរតាមពួកគេយ៉ាងលឿនពេលក្រោយពួកគេរកឃើញផ្លូវបំបែកហើយ Mos សុំជំនួយពី Malek មិនដែលឆ្លើយការអធិដ្ឋានរបស់គាត់ដោយខកចិត្ត Mos ជ្រើសរើសអ្វីដែលគាត់គិតថាត្រឹមត្រូវនៅទីបំផុតជនជាតិ Hyper ទៅដល់សមុទ្រក្រហមនៅពីមុខជំនួសអាការដើរជុំវិញវាហើយ Mos បានទទួលយកថាគាត់ខុសដូច្នេះគាត់ប្រាប់ប្រជាជនរបស់គាត់ថានេះគ្រាន់តែជាយ៉ាងណាពេលគាត់នៅម្នាក់ឯង Mos ប្រាប់ថាគាត់បានបរាជ័យគ្រប់គ្នាហើយបោះដល់ក្នុងសមុទ្រប៉ុន្មាននាទីក្រោយមកពន្លឺធ្លាក់ចូលទៅក្នុងទឹកព្រឹកបន្ទាប់ជនជាតិ Hyper ឃើញសត្វស្លាបជាច្រើនហោះពីលើពួកគេហើយដល់ទឹក Mos ចាប់វាទឹកមានអរិយាប័ត្រចម្លែកហើយ Mos ដឹងថានេះជាពេលវេលាត្រឹមត្រូវដើម្បីឆ្លងប្រជាជនភ័យខ្លាចប៉ុន្តែ Mos បញ្ចុះបញ្ចូលពួកគេឲ្យជួយជាមួយសត្វផ្សេងដើម្បីអនុញ្ញាតឲ្យជនជាតិ Hyper ឆ្លងបញ្ជាឲ្យពេលសេះរបស់គាត់ប្រញាប់ធ្វើឲ្យពួកវាទៅលឿនពេកនៅលើភ្នំហើយពួកវាជាច្រើនធ្លាក់នៅតាមផ្លូវការបាក់ដីក៏សម្រាប់ទាហានជាច្រើនផងដែរដូច្នេះ Rancer អនុញ្ញាតឲ្យពាក់កណ្ដាលនៃកងទ័ពរបស់គាត់បញ្ចប់ការឆ្លងសមុទ្រដូច្នេះនៅពេល Rancer និងបុរសរបស់គាត់មកដល់ទឹកកំពុងត្រឡប់ទៅទីតាំងដើមរបស់វាបុរសរបស់ Rancer រត់ទេប៉ុន្តែពួកគេជាច្រើននៅតែត្រូវបានរត់លងទឹកមានតែ Rancer ទេដែលស្នាក់នៅហើយ Mos ត្រឡប់មកប្រជុំគាត់ប៉ុន្តែមុនពេលពួកគេអាចមកដល់សមុទ្រលេបពួកគេទាំងពីរនឹងទាហាន AC ដែលនៅសល់បន្តិចក្រោយមក Mos និង Rancer លេចឡើងនៅចាំឃើញគ្នាខណៈពេល Mos និយាយជាមួយប្រជាជនរបស់គាត់ Rancer រកឃើញកងទ័ពទាំងមូលរបស់គាត់ស្លាប់ហើយមានអំណាចខ្លាំងទៀតទេពីរបីថ្ងៃក្រោយមក Mos ដឹកនាំជនជាតិ Hyper ទៅផ្ទះរបស់គាត់ហើយគាត់ចូលជាមួយគាត់យ៉ាងកក់ក្ដៅខណៈពេលដែលជនជាតិ Hyper តាំងទីលំនៅ Mos ទៅភ្នំសេនេហើយជួបជាមួយ Malek ដែលប្រាប់គាត់នៅបញ្ញត្តិ10ប្រការដែលនឹងបម្រើជាច្បាប់នៃប្រជាជនរបស់គាត់